ធម្មតាធំបំផុតទម្ងន់ត្រឹម2គីឡូតែនោះជាស្រះត្រីអ្នកដទៃចំណែកស្រះខ្ញុំវិញត្រីក្រាញ់ទម្ងន់ដល់ទៅ15គីឡូចង់ដឹងថាមកពីអីទេឲ្យតែមានអ្នកមកស្ទូចត្រីម្នាក់ពេលវេលាក្នុងស្រះនឹងលឿនជាងមុនមួយដងថៅកែស្រះនេះមានត្រីអីខ្លះត្រីអីក៏មានដែរត្រីស្មៅត្រីប្រឡូត្រីខ្មៅត្រីក្បាលធំត្រីក្រាញ់ក៏មានទំហំធំដែរធំប៉ុណ្ណាទៅតតែស្ទូចបានទើបដឹងហាយ៉ាងម៉េចហ្នឹងថៅកែស្រះលោកឯងមានត្រីស្អីឲ្យប្រាកដត្រីនេះយ៉ាងហោចណាស់ក៏7គីឡូកន្លះដែរយកដងដួសមកខ្ញុំស្ទូចត្រី20ឆ្នាំហើយមិនដែលជួបកម្លាំងខ្លាំងអញ្ចឹងទេថៅកែស្រះនេះស្អែកខ្ញុំមកទៀតស្វាគមន៍ជានិច្ចថៅកែខ្ញុំធ្លាប់ស្ទូចនៅបឹងជាបឹងតុងថេងតែត្រីស្រះនេះកម្លាំងខ្លាំងជាងគេហ្មងមកទៀតហើយថៅកែនេះចាងចំណាស់ខ្ញុំនេះចៅជាកូនចៅខ្ញុំសិលមិញទៅដល់ខ្ញុំបង្ហាញរូបថតត្រីឲ្យមើលតែពីរអ្នកនឹងមិនជឿសោះទារមកមើលឲ្យឃើញផ្ទាល់ភ្នែកបងលីវកម្លាំងខ្លាំងដូចបងថាខ្ញុំមិនជឿដាច់ខាតមើលទៅស្រះនេះក៏ធម្មតាមិននឹងមានត្រីធំអញ្ចឹងបានហេសាក់ខ្លួនឯងទៅដឹងហើយមូលដ្ឋានគឺ100ដងញៀវទី1មកឡើង200ដងឥឡូវមាន3នាក់ប្រហែលជា500ដងហើយព្រះអើយមើលនោះជាស្អីគេជឿនៅពេលនេះខ្ញុំចោលសន្ទូចមួយទៀត